លំដាប់តទៅនេះយើងខ្ញុំជាសហការីផ្នែកព័ត៌មានប្រចាំវិទ្យុទន្លេលំដាប់តទៅនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃច័ន្ទ13រោចខែអាសត់ឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ត្រូវនឹងថ្ងៃទី12ខែវិច្ឆិកាគ្រិស្តសករាជ2012ដូចតទៅជាបឋមសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដារក្នុងប្រទេសសង្គមស៊ីវិលជាតិនិងអន្តរជាតិក្រុងដាក់បញ្ញត្តិជូនមេដឹកនាំអាស៊ាននិងប្រទេសមហាអំណាចក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនៅក្នុងប្រទេសកម្ពុជានឹងជួបជុំគ្នានៅថ្ងៃទី13និងថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2012ដើម្បីរៀបចំញត្តិដាក់ទៅកាន់មេដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសសមាជិកអាស៊ាននិងមេដឹកនាំសំខាន់មួយចំនួនទៀតព័ត៌មាននេះជម្រាបជូនដោយលោកប៊ុនហេងសង្គមស៊ីវិលជាតិនិងអន្តរជាតិក្រុងដាក់ញត្តិជូនមេដឹកនាំអាស៊ាននិងប្រទេសមហាអំណាចក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនៅក្នុងប្រទេសកម្ពុជានឹងជួបប្រជុំគ្នានៅថ្ងៃទី13និងថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2012ដើម្បីរៀបចំញត្តិដាក់ទៅកាន់មេដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសសមាជិកអាស៊ាននិងមេដឹកនាំសំខាន់មួយចំនួនទៀតជាពិសេសស្នើដល់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាដើម្បីជំរុញឲ្យមានការកែតម្រង់លើវិស័យសំខាន់មួយចំនួនក្នុងតំបន់អាស៊ាននៅកម្ពុជាក្នុងនោះករណីលោកសំរងស៊ីក៏ជាប្រធានបទមួយនៃញត្តិរបស់សង្គមស៊ីវិលផងដែរលោកស្រីធីដាខឹនាយិកាអង្គការសិលការកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថាមេដឹកនាំអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន400នៅកម្ពុជានឹងជួបប្រជុំពិភាក្សាលើផែនការដាក់ញត្តិជូនមេដឹកនាំអាស៊ាននិងមេដឹកនាំនៃបណ្ដាប្រទេសជាមហាអំណាចមួយចំនួនទៀតដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀតរួមទាំងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាចាប់ពីថ្ងៃទី15ដល់ថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2012នៅរាជធានីភ្នំពេញលោកស្រីធីដាខឹមានប្រសាសន៍បន្តថាអង្គការសង្គមស៊ីវិលនឹងជួបប្រជុំគ្នាលើកឡើងពីបញ្ហាមួយចំនួនដាក់ជូនទៅគណៈកម្មាធិការអាស៊ាននិងបញ្ហាសំខាន់មួយចំនួនទៀតដាក់ជូនមេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ានបូកដែលតាក់ទងទៅនឹងបញ្ហាអភិវឌ្ឍសេដ្ឋកិច្ចបញ្ហាចំណាក់ស្រុកបញ្ហាសិទ្ធិសេរីភាពរបស់ពលករចំណាក់ស្រុកនៅក្នុងប្រទេសកម្ពុជានិងបណ្ដាប្រទេសនៅក្នុងតំបន់និងប្រទេសមួយចំនួនទៀតដែលជាដៃគូអាស៊ានលោកស្រីធីដាខឹបានបន្តថាចំពោះស្ត្រីនៅកម្ពុជាអង្គការសង្គមនឹងលើកយកបញ្ហាស្ត្រីដែលទៅធ្វើការក្រៅប្រទេសជាមេផ្ទះនៅក្នុងតំបន់អាស៊ាននិងការធ្វើចំណាក់ស្រុកទៅរៀបការជាមួយនឹងបរិបរទេសនិងបញ្ហាក្រីក្រនៅក្នុងប្រទេសកម្ពុជានិងបណ្ដាប្រទេសដែលទទួលស្ត្រីខ្មែរទៅធ្វើការដែលអង្គការសង្គមស៊ីវិលកម្ពុជាទាមទារឲ្យមានច្បាប់ការពារសិទ្ធិស្ត្រីលោកស្រីធីដាខឹបានគូសបញ្ជាក់ថាញត្តិដែលអង្គការសង្គមស៊ីវិលប្រមាណ400ស្ថាប័ននៅកម្ពុជានឹងដាក់ញត្តិនោះក៏ផ្ដោតសំខាន់លើបញ្ហាដីធ្លីបញ្ហាបណ្ដេញប្រជាពលរដ្ឋពីលំនៅឋានដែលយើងចង់ឲ្យមានយន្តការការពារសិទ្ធិពលករចំណាក់ស្រុកនិងសិទ្ធិនានាដែលសំខាន់ញត្តិរបស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនឹងនាំយកញត្តិដាក់ជូនមេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ានបូកនៅថ្ងៃទី16ខែវិច្ឆិកាជាពិសេសមានក្រុមអង្គការសង្គមស៊ីវិលជាច្រើនផ្នែកទៀតក៏នឹងមានគម្រោងជួបជុំគ្នាហែញត្តិយកទៅដាក់ជូនមេដឹកនាំអាស៊ាននិងកិច្ចប្រជុំអាស៊ានបូកផងដែរលោកស្រីធីដាខឹបានឲ្យដឹងទៀតថានៅក្នុងញត្តិនោះអង្គការសង្គមស៊ីវិលប្រមាណ400អង្គការស្ថាប័នក៏នឹងទាមទារឲ្យមានការកែតម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងប្រព័ន្ធបោះឆ្នោតនៅកម្ពុជាដើម្បីឲ្យការបោះឆ្នោតសេរីយុត្តិធម៌ដោយមានការចូលរួមប្រកួតប្រជែងពីសំណាក់គណៈបកប្រឆាំងនិងមានវត្តមានលោកសំរងស៊ីឲ្យលោកបានវិលមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាខែកក្កដាឆ្នាំ2013ខាងមុខនេះមន្ត្រីកម្មកុងត្រូលផែស្ងួតចុងទីភ្នំពេញផ្សព្វផ្សាយសវត្ថិភាពម្ហូបអាហារនិងបញ្ហាកង្វះជាតិអ៊ីយ៉ូតនៅវិទ្យាល័យហ៊ុនសែនចាក់អង្រែមន្ត្រីកម្មកុងត្រូលផែស្ងួតចុងទីភ្នំពេញបានផ្សព្វផ្សាយសវត្ថិភាពម្ហូបអាហារនិងបញ្ហាកង្វះខាតជាតិអ៊ីយ៉ូតនៅវិទ្យាល័យហ៊ុនសែនចាក់អង្រែព័ត៌មាននេះជម្រាបជូនដោយលោកអេងភីរុនមន្ត្រីកម្មកុងត្រូលផែស្ងួតចុងទីភ្នំពេញផ្សព្វផ្សាយសវត្ថិភាពម្ហូបអាហារនិងបញ្ហាកង្វះជាតិអ៊ីយ៉ូតនៅសាលាបឋមសិក្សាវិទ្យាល័យហ៊ុនសែនចាក់អង្រែក្នុងខែវិច្ឆិកានេះមន្ត្រីកម្មកុងត្រូលផែស្ងួតចុងទីភ្នំពេញបានផ្សព្វផ្សាយសវត្ថិភាពម្ហូបអាហារនិងបញ្ហាកង្វះខាតអ៊ីយ៉ូតនៅសាលាបឋមសិក្សាវិទ្យាល័យហ៊ុនសែនចាក់អង្រែលោកខៀវបញ្ញវុឌ្ឍអនុប្រធានសាខាកម្មកុងត្រូលផែស្ងួតចុងទីភ្នំពេញបានបញ្ជាក់ថាចំណុចសំខាន់នៃការផ្សព្វផ្សាយឲ្យសិស្សទទួលបានចំណេះដឹងទូទៅអំពីសវត្ថិភាពម្ហូបអាហារពីកសិដ្ឋានផលិតរហូតដល់តុបរិភោគឲ្យសិស្សចេះធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ
ក្នុងការជ្រើសរើសម្ហូបអាហារនៅតាមបណ្ដាទីផ្សារលក់ដូរប្រកបដោយសុវត្ថិភាពឲ្យសិស្សស្គាល់ទូនីតិរបស់ខ្លួនដែលជាអ្នកប្រើប្រាស់ហើយផ្សព្វផ្សាយចំណេះដឹងដែលទទួលបានដល់មិត្តភ័ក្តិគ្រួសារនិងសហគមន៍ដើម្បីចូលរួមចំណែកទប់ស្កាត់ការចែកចាយម្ហូបអាហារដែលពុំមានសុវត្ថិភាពក៏ដូចជាចំណេះដឹងបឋមពីច្បាប់បទដ្ឋានគតិយុត្តជុំវិញការផលិតចែកចាយអាហារពុំមានសុវត្ថិភាពនិងទូនីតិអ្នកប្រើប្រាស់ផងដែរលោកហុយវណ្ណថាអនុប្រធានសាខាកម្មគនត្រូលផែនស្ងួតចុងទីភ្នំពេញនិងជាសមាជិកអនុគណៈកម្មការលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូតបានឲ្យដឹងថាបើរាងកាយមនុស្សទទួលជាតិអ៊ីយ៉ូតពុំបានគ្រប់គ្រាន់ទេរូបអ្នកនិងគ្រួសាររបស់លោកអ្នកជួបនឹងបញ្ហាលូតលាស់ខួរក្បាលពុំបានល្អនឹងនាំឲ្យពិការរាងកាយទៅទៀតផងភាពពិការទាំងអស់នេះរួមមានកថ្លង់ពកកនិងអសមត្ថភាពរៀនសូត្រយ៉ាងធ្ងន់ធ្ងរដែលនាំឲ្យអ្នករៀនពុំបានពូកែលោកបញ្ជាក់ថាការខ្វះខាតអ៊ីយ៉ូតក៏អាចនាំឲ្យស្ត្រីមានផ្ទៃពោះងាយរលូតកូនឬនាំឲ្យទារកស្លាប់ក្នុងផ្ទៃម្ដាយទៀតផងបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានប្រជាជនប្រហែល 83% បានប្រើប្រាស់អំបិលមានជាតិអ៊ីយ៉ូតនៅពេលចម្អិនអាហារពេលនេះលោកអ្នកកំពុងតាមដានស្ដាប់ជាមួយលំដាប់ស្ថានីយ៍ស្តង់ដាមានបច្ចេកវិទ្យាកម្រិតនៃការផ្សាយចេញខ្ពស់ស្ថានីយ៍វិទ្យុទន្លេ FM 102.5 MHz ជាបន្តសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានអន្តរជាតិភ័យថាស៊ីមបដិញ្ញាធ្វើមហាបាតកម្មប្រឆាំងរដ្ឋាភិបាលយីងឡាក់ប្រធានក្រុមភ័យថាស៊ីមលោកឧត្តមសេនីយ៍បនឡើតកៅប្រាស៊ីតបានបដិញ្ញាកេណ្ឌមនុស្សឲ្យបាន1លាននាក់មកពីទូទាំងប្រទេសដើម្បីចូលរួមបាតកម្មប្រឆាំងរដ្ឋាភិបាលនៅថ្ងៃទី24ខែវិច្ឆិកាព័ត៌មាននេះជម្រាបជូនដោយលោកប៊ុនហេងភីថាសៀមបដិញ្ញាធ្វើបាតកម្មប្រឆាំងរដ្ឋាភិបាលយីងឡាក់ប្រធានក្រុមភីថាសៀមលោកឧត្តមសេនីយ៍ប៊ុនឡើតកៅប្រសិទ្ធកាលពីថ្ងៃម្សិលមិញបានបដិញ្ញាកេណ្ឌមនុស្សឲ្យបាន1លាននាក់មកពីទូទាំងប្រទេសដើម្បីចូលរួមបាតកម្មប្រឆាំងរដ្ឋាភិបាលនៅថ្ងៃទី25ខែវិច្ឆិកាលោកបាននិយាយថាលោកបានកោះប្រជុំតំណាង100នាក់មកទូទាំងប្រទេសដើម្បីពិភាក្សាអំពីការជួបជុំមហាធំរយៈពេល2ថ្ងៃ1យប់នៅថ្ងៃទី24ខែវិច្ឆិកាក្រុមនេះបានពិភាក្សាអំពីបរាជ័យរបស់រដ្ឋាភិបាលនៅមុនពេលប្រកាសអំពីបាតកម្មធំមួយក្នុងការប៉ុនប៉ងចុងក្រោយមួយដើម្បីបណ្ដេញរដ្ឋាភិបាលក្នុងឱកាសនេះលោកប៊ុនឡើតក៏បានបដិសេធការលើកឡើងដែលថាការជួបជុំនេះមិនពាក់ព័ន្ធនឹងចំណាត់ការរបស់គណៈបកប្រឆាំងក្នុងសភាដែលគ្រោងនឹងហៅសមាជិករដ្ឋាភិបាលមកជជែកសួរដេញដោលរិះគន់ការងាររបស់គេនិងបោះឆ្នោតសម្ដែងការមិនទុកចិត្តនៅចំពេលជាមួយគ្នានេះដែរក្នុងពេលជាមួយគ្នាអ្នកនាំពាក្យគណៈបកប្រជាធិបតេយ្យដែលជាបកប្រឆាំងបាននិយាយថារដ្ឋាភិបាលត្រូវតែទទួលខុសត្រូវប្រសិនបើមានការប៉ះទង្គិចរវាងពួកអ្នកគាំទ្រនិងប្រឆាំងបាតកម្មនេះលោកចង់និយាយអំពីចំណាត់ការរបស់ឧត្តមសេនីយ៍ឆៃយ៉ាស៊ីតស៊ីណាវ៉ាត្រាដែលត្រូវជាបងប្អូនជីដូនមួយរបស់នាយករដ្ឋមន្ត្រីយីងឡាក់ដែលគ្រោងគៀងគរអ្នកគាំទ្រដើម្បីធ្វើបាតកម្មតបនឹងក្រុមចំនួនមនុស្សស្លាប់បណ្ដាលមកពីកុបកម្មក្នុងកុកកើនដល់27នាក់ចំនួនមនុស្សស្លាប់នៅក្នុងកុបកម្មក្នុងកុកស្រីលង្កាដ៏អាក្រក់បំផុតក្នុងរយៈពេល73ទសវត្សរ៍មកនេះបានកើនដល់27នាក់កាលពីថ្ងៃសៅរ៍ជាមួយអ្នករត់គេចពីកុក43នាក់ទៀតរងរបួសព័ត៌មាននេះជម្រាបជូនដោយលោកប៊ុនហេងចំនួនមនុស្សស្លាប់បណ្ដាលមកពីកុបកម្មគុកកើនដល់27នាក់ចំនួនមនុស្សស្លាប់នៅក្នុងកុបកម្មក្នុងគុកស្រីលង្កាដ៏អាក្រក់បំផុតក្នុងរយៈពេល73ទសវត្សរ៍មកនេះបានកើនឡើង27នាក់កាលពីថ្ងៃសៅរ៍ជាមួយអ្នករត់គេចពីគុក43នាក់ទៀតរងរបួសរដ្ឋមន្ត្រីម្នាក់បាននិយាយនៅក្នុងសន្និសីទកាសែតមួយថាសាកសព16នាក់ស្ថិតនៅមន្ទីរពេទ្យនិង11នាក់ទៀតនៅក្នុងគុកនៅថ្ងៃនេះខ្ញុំបានតែងតាំងគណៈកម្មាធិការមួយសម្រាប់ស៊ើបអង្កេតឧបទ្ទវហេតុនេះលោករដ្ឋមន្ត្រីបាននិយាយទៀតថាពួកអ្នកទោសបានយកកាំភ្លើង42ដើមរួមមានកាំភ្លើងវែងចេញពីឃ្លាំងមួយរបស់គុកតែអាជ្ញាធរបានប្រមូលមកវិញស្ទើរអស់ហើយគេកំពុងតាមរកអាវុធដែលបាត់ចំនួន5ដើមទៀតអំពើហិង្សាបានផ្ទុះឡើងនៅពេលកំងប៉ូលីសប៉ុនប៉ងធ្វើការឆែកឆេរមួយនៅក្នុងគុកកាលពីថ្ងៃសុក្រមានរបាយការណ៍អំពីការបាញ់កាំភ្លើងនិងពួកអ្នកទោសបានដណ្ដើមយកបានអាវុធក្នុងពេលជាមួយគ្នាទាហានត្រូវបានហៅមកជួយនិងបណ្ដាផ្លូវជុំវិញគុកត្រូវបានបិទអរគុណជាមួយការគាំទ្រនិងការពេញនិយមស្ដាប់របស់ប្រិយមិត្តលោកអ្នកជាកម្លាំងចិត្តដែលផ្ដល់ឲ្យយើងជោគជ័យក្នុងលំដាប់ស្ថានីយ៍ស្តង់ដាមានបច្ចេកវិទ្យានៃការផ្សាយចេញខ្ពស់
នៅពេលនេះសូមជូនព័ត៌មានសន្តិសុខសង្គមក្មេងស្ទាវ2នាក់បើកម៉ូតូសេ125បុកបរោះ2នាក់កំពុងជិះម៉ូតូសង់កូរ៉េបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យមនុស្ស4នាក់បានរងរបួសធ្ងន់ខណៈពួកគេជិះម៉ូតូ2គ្រឿងបុកគ្នាលាន់ឮដោយរន្ទះនៅមុខ Nagawal ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនព័ត៌មាននេះជម្រាបជូនដោយលោកសុជាតិក្មេងស្ទាវ2នាក់បើកម៉ូតូសេ125បុកបរោះ2នាក់កំពុងជិះម៉ូតូសង់កូរ៉េបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលហេតុការណ៍គ្រោះថ្នាក់មួយបណ្ដាលឲ្យមនុស្ស4នាក់បានរងរបួសធ្ងន់ខណៈពួកគេកំពុងជិះម៉ូតូ2គ្រឿងបុកគ្នាលន់សូត្រដោយរន្ទះកាលពីវេលាម៉ោង 2:30 នាទីយប់ឈានចូលថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2012នៅមុខ Nagawal ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនសាក់សីដែលបានឃើញហេតុការណ៍នេះបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនពេលកាត់ហេតុគេសង្កេតឃើញបរិសុទ្ធ2នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហមដប់គ្នាក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវសួនសម្ដេចគណៈពេលបើកទៅដល់មុខ Nagawal ស្រាប់តែក្មេងស្ទាវ2នាក់ជិះម៉ូតូសេ125ពណ៌ខ្មៅមួយគ្រឿងដប់គ្នាក្នុងល្បឿនយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកគូតម៉ូតូសង់កូរ៉េពីក្រោយពេញទំហឹងលន់ឮសូរដោយរន្ទះខែប្រាំងបណ្ដាលឲ្យបរិសុទ្ធ2នាក់ជាម្ចាស់ម៉ូតូសង់កូរ៉េរងរបួសយ៉ាងធ្ងន់ធ្ងរដេកស្ដុកស្ដឹងនៅនឹងថ្នល់និងក្មេងស្ទាវ2នាក់ជាម្ចាស់ម៉ូតូសេ125ក៏ត្រូវរងរបួសយ៉ាងដំណំរីឯម៉ូតូទាំង2គ្រឿងត្រូវរងការខូចខាតទាំងស្រុងតែម្ដងបន្ទាប់ពីកាត់ហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌចំការមនវាស់វែងនិងនាំយកម៉ូតូទាំង2គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយតាមផ្លូវច្បាប់ចំណែកអ្នករងរបួសត្រូវសមត្ថកិច្ចហៅរថយន្តមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតាក់ទិនទៅនឹងគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណអ្នករងរបួសទាំង4នាក់ខាងលើនៅឡើយនោះទេក្រុមសមត្ថកិច្ចបានបង្ក្រាបក្រុមចែកចាយនិងប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនខ្លួនជនសង្ស័យប្រើប្រាស់និងចែកចាយថ្នាំញៀនប្រុសស្រីចំនួន6នាក់ទៅកាន់សាលាដំបងខេត្តសៀមរាបដើម្បីចាត់ការទៅតាមនីតិវិធីព័ត៌មាននេះជម្រាបជូនដោយលោកសុជាតិសមត្ថកិច្ចឃាត់ខ្លួនក្រុមចែកចាយនិងប្រើប្រាស់ថ្នាំញៀនសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងនឹងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកាលពីរសៀលថ្ងៃទី9ខែវិច្ឆិកាបានបញ្ជូនខ្លួនជនសង្ស័យប្រើប្រាស់និងចែកចាយថ្នាំញៀនប្រុសស្រីចំនួន6នាក់ទៅកាន់សាលាដំបងខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់និងចាប់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការតាមប្រមាញ់រយៈពេល2ថ្ងៃជប់គ្នារួចមកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនលោករស្នីត្រីអ៊ុំសាអាតបានឲ្យដឹងថាជនសង្ស័យតាម6នាក់ដែលត្រូវបានបញ្ជូនខ្លួនទៅតុលាការនោះរួមមានទី1ឈ្មោះឌួងសូរិយាពេលប្រុសអាយុ30ឆ្នាំទី2ឈ្មោះឆៃនរិនហៅភីភេស្រីអាយុ24ឆ្នាំអ្នកតាំងពីនេះជាប្តីប្រពន្ធរស់នៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបទី3ឈ្មោះឌីលីហ្សាហៅពៅភេស្រីអាយុ27ឆ្នាំជាថៅកែអ៊ុតសក់នៅក្បែរផ្សារដើមក្រឡាញ់ទី4ឈ្មោះណប់ថាវរៈហៅអាស្វិតភេប្រុសអាយុ22ឆ្នាំនៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គមក្រុងសៀមរាបទី5ឈ្មោះថៃសម៉ាលីភេប្រុសអាយុ25ឆ្នាំនៅភូមិខ្នាសង្កាត់ជាវនិងទី6ឈ្មោះសុះវាសនាហៅមុំភេស្រីលក់ខោអាវនៅផ្សារដើមក្រឡាញ់ក្រុងសៀមរាបលោកបានបញ្ជាក់ថាជនសង្ស័យទាំង6នាក់នេះត្រូវបានកម្លាំងលោកក្រសោបបានជាបន្តបន្ទាប់កាលពីថ្ងៃទី7ខែវិច្ឆិកានិងថ្ងៃទី8នៅកន្លែងផ្សេងគ្នាក្នុងភូមិសាសសង្កាត់គោកចកក្រុងសៀមរាបបន្ទាប់ពីបានឆ្លើយសារភាពដាក់គ្នាទៅវិញទៅមកនឹងត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបងខេត្តសៀមរាបលោកវរៈសនីត្រីបានបញ្ជាក់ទៀតថានៅថ្ងៃទី7ខែវិច្ឆិកាកម្លាំងលោកបានស្ម័គ្រចូលក្រសោបបានពីអ្នកប្តីប្រពន្ធឌួងសូរិយានិងឆាយនរិននៅក្នុងបន្ទប់លេខ111នៃសណ្ឋាគារសៀមរាបគណៈពេលកំពុងចែកចាយថ្នាំញៀននិងក្មេងស្រីសិស្សសាលាចំនួន2នាក់ជាមួយវត្ថុតាំងម៉ាទឹកកកមួយកញ្ចប់ព្រមទាំងសម្ភារៈវេចខ្ចប់ឧបករណ៍ប្រើប្រាស់គ្រឿងញៀនថែមទៀតឆ្លងកាត់ការសួរចម្លើយទៅលើប្តីប្រពន្ធ2នាក់នោះនៅថ្ងៃទី8ខែវិច្ឆិកាសមត្ថកិច្ចក៏បានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង4នាក់បន្ថែមទៀតដែលមានឈ្មោះដូចខាងលើជាមួយវត្ថុតាំងប្រព្រឹត្តបទល្មើសមួយចំនួននៅរសៀលថ្ងៃទី9ខែវិច្ឆិកាដំណើររយៈការកាន់សំណុំរឿងនេះបានមានប្រសាសន៍ថាក្នុងចំណោមជនសង្ស័យទាំង6នាក់ដែលសមត្ថកិច្ចចងក្រងសំណុំរឿងបញ្ជូនមកមាន2នាក់ចោទប្រកាន់ពីបទចាត់ចែងឲ្យប្រើប្រាស់ថ្នាំញៀនខុសច្បាប់និង2នាក់ទៀតត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់បង្ក្រាបវងលបែងស៊ីសងឃាត់ខ្លួនបាន10នាក់នៅស្រុកកំរៀង
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះបង្ក្រាបវង់ល្បែងស៊ីសងមួយកន្លែងនៅស្រុកកំរៀងដោយធ្វើការឃាត់ខ្លួនមនុស្សចំនួន10នាក់និងរឹបអូសបានវត្ថុតាងមួយចំនួននិងបញ្ជូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី11ខែវិច្ឆិកាដើម្បីចាត់ការបន្តតាមច្បាប់ព័ត៌មាននេះជម្រាបជូនដោយលោកសុជាតិបង្ក្រាបវងលបែងស៊ីសងខត់ខ្លួនបាន10នាក់នៅស្រុកកំរៀងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះបង្ក្រាបវងលបែងស៊ីសងមួយកន្លែងនៅស្រុកកំរៀងកាលពីវេលាម៉ោង12ថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2012ដោយធ្វើការខត់ខ្លួនមនុស្សចំនួន10នាក់និងរឹបអូសបានវត្ថុតាំងមួយចំនួននិងបញ្ជូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី11ខែវិច្ឆិកាដើម្បីចាត់ការបន្តតាមច្បាប់លោកមានឡាយនាយការិយាល័យព្រំប្រទានកម្រិតស្រាលបានឲ្យដឹងថាចុងតាមបទបញ្ជាផ្ទាល់របស់ស្នងការសថេតនិងមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញានួនសានមកនាំកម្លាំងការិយាល័យជំនាញមួយក្រុមនិងដឹកនាំលោករស្មីអាយជេនប៉ានីស្នងការរងទទួលបន្ទុកកណ្ដាលយុតិធម៌បានចុះធ្វើការបង្ក្រាបទីតាំងលបែងទីសងមួយកន្លែងមានដូចជាអាប៉ោងខ្លះឃ្លោកនិងបាល់វត្ថុតាំងមេអាប៉ោង3គ្រាប់ចាននិងគម្របមួយសម្រាប់គ្រាប់ខ្លះឃ្លោក3គ្រាប់កំរាល2និងម៉ូតូចំនួន6គ្រឿងយកមកស្នងការខេត្តដើម្បីកំណត់ហេតុសួរនាំបន្ទាប់ពីសួរនាំហើយម្ចាស់ផ្ទះឈ្មោះម៉ាងមួយហាវែងបានឆ្លើយសារភាពថាទីតាំងខ្លួនបានបើកលបាយស៊ីសងនេះមានរយៈពេល7ខែមកហើយមិនដែលមានសមត្ថកិច្ចណាមកចាប់ទេទើបតែចុងក្រោយនេះក៏ត្រូវសមត្ថកិច្ចចាប់បានតែម្ដងប្រពន្ធពីប្រជាពលរដ្ឋនៅស្រុកកំរៀងបាននិយាយថាទីតាំងលបែងស៊ីសងមានដល់ទៅ3កន្លែងនោះតែថ្ងៃបង្ក្រាបនេះគឺចាប់បានតែមួយកន្លែងទេដោយពីកន្លែងទៀតប្រហែលជាគេបានដឹងមុនក៏បានឈប់លេងទាន់ប្រភពដទៀតបាននិយាយថាទីតាំងលបែងស៊ីសងនៅស្រុកកំរៀងនេះរយៈកាលកន្លងមកសមត្ថកិច្ចមូលដ្ឋានមិនដែលធ្វើការបង្ក្រាបបទសមត្ថកិច្ចមូលដ្ឋានមិនដែលធ្វើការបង្ក្រាបទេតតែកម្លាំងសមត្ថកិច្ចពីស្នងការចុះទៅបង្ក្រាបដោយផ្ទាល់ទើបសម្រេចបានក្រោយពីសួរនាំការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនញៀនលបែងទាំង10នាក់នេះទៅតុលាការខេត្តនាព្រឹកថ្ងៃទី11នេះព្រះរាជអាជ្ញានួនសានដើម្បីចាត់ការបន្តតាមច្បាប់យោងតាមមន្ត្រីនគរបាលមួយរូបបានលួចបង្ហើបថាការដែលកម្លាំងនគរបាលថ្នាក់ស្នងការខេត្តដឹងរឿងចុះបង្ក្រាបវងលបែងខាងលើនេះដោយសារតែចំនួនរវាងលោកអធិការនគរបាលស្រុកនិងអធិការរងមួយព័ត៌មានប្រចាំថ្ងៃដែលលោកនាងបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះគ្រប់គ្រងកម្មវិធីផ្សាយដោយលោកអុកធានលោកគ្រីនសម្បូរនិងអ្នកគ្រូគង់ណារីប្រធានកម្មវិធីលោកអេងភីរុនគ្រប់គ្រងបច្ចេកទេសផ្សាយដោយលោកញឹកផនជំនួយការទូទៅកញ្ញាចិនសុខុនីកញ្ញាឈុនសុខៈនិងលោកឆាមអេនផ្នែកបច្ចេកទេសលោកឈុនប៊ុនហេងនិងលោកជុំភីរុនផ្នែកអានព័ត៌មានសហការីស្ថានីយ៍វិទ្យុទន្លេ FM 102.5 MHz ស្រាវជ្រាវដោយអ្នកគ្រូគង់នារីនិងលោកគ្រូណាណាដូ